Hello everybody សួស្តីបងប្អូនអ្នកសិក្សាទាំងអស់គ្នាចាថ្ងៃនេះជួបអ្នកគ្រូសាស្ត្រទីថ្មីជាមួយនឹងសំណេររបស់យើងបន្តទៀតក្រងប្រធានបទ Agriculture in Cambodia ចាកសិកម្មនៅប្រទេសកម្ពុជាចាតោះអញ្ចឹងបងប្អូនសំណេរនេះក៏សម្បូរក្នុងការចេញណាគឺចេញតែអ្នកគ្រូមិនចាំថាចេញនៅឆ្នាំណាទេប៉ុន្តែនឹងមានចេញជាបើមិនបាក់ឌុបទេ diploma បើមិនចឹងទេក្នុងកម្មវិធីគេប្រឡងចូលក្របខ័ណ្ឌរដ្ឋគេឲ្យយើងសរសេរចាដោយសារប្រទេសកម្ពុជារបស់យើងហ្នឹងគឺអំណាចផលទៅលើផ្នែកកសិកម្មហើយនៅពេលដែលមានបញ្ហាអីមួយកើតឡើងដូចថាជាកត្តាចម្បងអីមួយឡើងអញ្ចឹងគឺគណៈមេវិយោគហ្នឹងគឺគាត់ចាប់អារម្មណ៍ទៅលើចំណុចហ្នឹងហើយអញ្ចឹងបងប្អូនអ្នកសិក្សាទាំងអស់គ្នាក៏អាចតាមដានបញ្ហានៅក្នុងសង្គមយើងដែរណាថាវាមានបញ្ហាអីកើតឡើងអាចនឹងពិសេសគឺអ្នកត្រៀមប្រឡងគឺគ្រូអាចចាប់យកប្រធានបទនឹងមកដាក់ជាប្រធានបទសម្រាប់ឲ្យសរសេរណាបងប្អូនចាតែអញ្ចឹងយើងកុំឲ្យខាតពេលយូរយើងទៅចាប់ផ្ដើមសំណេររបស់យើងទាំងអស់គ្នា Cambodia located in Southeast Asia and it is in tropical area. Cambodia consists of a basin-shaped lowland area enclosed by mountain ranges. Cambodia also has rivers and lakes. This geographic feature is very good for agriculture. Okay, we read again. Cambodia located in Southeast Asia and it is in tropical area. Cambodia consists of a basin-shaped lowland area enclosed by mountain range. Cambodia also has rivers and lakes. This geographic feature is very good for agriculture. Okay. តោះអញ្ចឹងយើងទៅប្រែទាំងអស់គ្នាណាបងប្អូនប្រែទាំងអស់គ្នាប្រទេសកម្ពុជាគឺស្ថិតនៅភូមិភាគអាស៊ីអាគ្នេយ៍ហើយវាស្ថិតក្នុងតំបន់ត្រូពិកប្រទេសកម្ពុជាមានផ្ទៃដីទាបរាងជាអាងរាងទាបជាអាងដែលបាំងបិទទៅដោយជួរភ្នំប្រទេសកម្ពុជាក៏មានទន្លេនិងបឹងជាច្រើនផងដែរលក្ខណៈភូមិសាស្ត្រនេះគឺល្អសម្រាប់កសិកម្មចាគឺថាប្រទេសកម្ពុជាយើងមានផ្ទៃដីគឺអំណោយផលមែនតើបងប្អូនឃើញទឹកលិចល្មមក៏យើងមិនសូវជាមានទឹកជំនន់ដូចប្រទេសរបស់គេខ្យល់ព្យុះក៏យើងមិនសូវជាមានជាបញ្ហាធំដែរដោយសារយើងមានជួរភ្នំយើងហ្នឹងគឺបាំងប្រទេសកម្ពុជាយើងអញ្ចឹងអាកាសធាតុនៅប្រទេសយើងក៏វាអំណោយផលល្អផងដែរក្នុងការធ្វើកសិកម្មនិងមិនសូវជួបគ្រោះធម្មជាតិអូខេតោះយើងបន្តទៀត The majority of Cambodian people are farmers who transplant rice in lowland area. In the low wasteland, which is underwater in the raining season near the rivers or lake, the farmers can transplant their rice for 2 or 3 times in a year by using short-term rice seeds. Okay, we read again. The majority of Cambodian people are farmers who transplant rice in lowland area. In the low wasteland, which is underwater in raining season near the river or lakes, the farmers can transplant their rice for 2 or 3 times in a year by using short-term rice seeds. ចាតើយើងទៅប្រើទាំងអស់គ្នាណាបងប្អូនប្រជាជនកម្ពុជាភាគច្រើនគឺជាកសិករដែលស្ទូងស្រូវនៅតំបន់ដីទាបចាគឺដីវាលទំនាបហ្នឹងឬក៏យើងហៅថាដីទាបគេហៅថាវាលទំនាបនៅដីវាលទំនាបបំផុតដែលស្ថិតនៅក្រោមទឹកក្នុងរដូវវស្សាក្បែរទន្លេឬក៏បឹងកសិករអាចស្ទូងស្រូវបាន2ទៅ3ដងក្នុងមួយឆ្នាំដោយប្រើគ្រាប់ស្រូវរយៈពេលខ្លីចាបើន័យថានៅតំបន់ដីវាលទំនាប
đây việc đầm niếp đây mình lịch tắc á bóng cà sco bao nhiêu nâng còn ai thua sâu bao quạt nâng không 1 năm ban 2 đong từ 3 đong chả đây mình ca đời sao bị ăn lịch tật chẳng còn ai thua sâu ban tràn đong ok tại sao bao quát năng dẹp bê ta bay khai cứ ta tu ban pho này chẳng còn ai thua sâu thằng muốn cái hai ta sâu xa lá ok bạn tao tiết on the bank of the rivers farmers do not plant rice but they plant vegetables tobacco and fruit tree the farmer can earn a lot of money for the farmers in the highland and mountains area. A small number of them plant rice, but the majority of them prefer to plant beans and soybeans. Okay, we read again. On the bank of the rivers. On the bank of the river, nơi tam ngọt tình lề. Bank ngọt tình lề. Bank of the river. Farmers do not plant rice. កសិករមិនដាំស្រូវទេ but they plant vegetable, tobacco and fruit trees. ប៉ុន្តែពួកគាត់ដាំបន្លែថ្នាំជក់ហើយនឹងផ្លែឈើហូបផ្លែដើមឈើហូបផ្លែ fruit trees. Okay. The farmer can earn a lot of money. កសិករហ្នឹងបានរកប្រាក់បានជាច្រើនជាមួយនឹងដំណាំបន្លែរបស់គាត់ហ្នឹងពួកគាត់បានរកប្រាក់បានច្រើន For the farmer in the highland and mountain area គឺសម្រាប់បងប្អូនកសិករដែលនៅតាមតំបន់ខ្ពស់នៅតាមតំបន់ខ្ពង់រាបគេហៅតំបន់ខ្ពស់ហើយនឹងតាមតំបន់ជួរភ្នំតំបន់ជួរភ្នំ A small number of them plant rice ភាគច្រើននៃចំនួនពួកគាត់នឹងគឺដាំស្រូវ but the majority of them prefer to plant beans and soybean ប៉ុន្តែភាគច្រើននៃពួកគាត់នឹងគឺបានរៀបចំដាំសណ្តែកខៀវគឺពួកគាត់ចូលចិត្តដាំសណ្តែកខៀវហើយនឹងសណ្តែកសៀងសណ្តែកខៀវនិងសណ្តែកសៀងណាបងប្អូនចាប់បានន័យថាភាគច្រើនគឺពួកគាត់ដាំសណ្តែកខៀវនិងសណ្តែកសៀងពួកគាត់អត់ដាំស្រូវទេសម្រាប់អ្នកនៅតាមតំបន់ភ្នំតើយើងបន្តទៀត In my conclusion I think that our farmers try hard to work on their farm but rice fields are not enough for people in the country and not enough for export. So the government must be attention on agriculture. Okay, we read again. In my conclusion, I think that our farmers try hard to work on their farm. យើងប្រែតែម្ដងទៅនៅក្នុងអសេចក្តីសរុបរបស់ខ្ញុំខ្ញុំគិតថាកសិករយើងមានការព្យាយាមនិងខិតខំយ៉ាងខ្លាំងក្នុងស្រែចម្ការរបស់ពួកគាត់ក្នុងការធ្វើស្រែចម្ការរបស់ពួកគាត់ខិតខំយ៉ាងខ្លាំង but rice fields are not enough for people in the country ប៉ុន្តែទិន្នផលស្រូវមិនគ្រប់គ្រាន់សម្រាប់ប្រជាជននៅក្នុងទីក្រុងឬក៏នៅក្នុងប្រទេសទេ and not enough for export ហើយក៏មិនគ្រប់គ្រាន់សម្រាប់ការនាំចេញដែរ so the government must be attention on agriculture ដូច្នេះហើយរាជរដ្ឋាភិបាលត្រូវតែយកចិត្តទុកដាក់លើវិស័យកសិកម្មជាកត្តាចម្បងយើងដឹងស្រាប់ហើយថាដំណាំស្រូវដំណាំបន្លែគឺជាដំណាំកសិកម្មដែលឈានមុខគេដំណាំសំខាន់នៅក្នុងវិស័យកសិកម្មរបស់យើងគឺសំខាន់បំផុតគឺស្រូវអញ្ចឹងបើសិនជាការផ្គត់ផ្គង់មិនគ្រប់គ្រាន់វាធ្វើឲ្យប្រទេសជាតិរបស់យើងនឹងជួបនឹងបញ្ហានៅការកង្វះខាតស្បៀងដែរអញ្ចឹងទាមទារឲ្យរាជរដ្ឋាភិបាលរបស់យើងនឹងក៏មានការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅក្នុងវិស័យហ្នឹងអញ្ចឹងសំណេររបស់អ្នកគ្រូគឺមានប៉ុណ្ណឹងសង្ឃឹមថាបងប្អូននឹងយល់បានខ្លះដែរសម្រាប់សំណេរនេះហើយនឹងអាចយកទៅប្រើការសម្រាប់ការត្រៀមប្រឡងរបស់បងប្អូនណា
ចាអូខេជូនពរបងប្អូនប្រឡងជាប់ទាំងអស់គ្នាមានលទ្ធផលល្អជូនពរសុខភាពល្អសំណាងល្អដល់គ្នាអរគុណច្រើនសម្រាប់ការចូលមើលនៅវីដេអូរបស់អ្នកគ្រូសូមបងប្អូននិងបងប្អូនទាំងអស់គ្នាជួយ Subscribe Channel របស់អ្នកគ្រូម្នាក់មួយផងដើម្បីបានជាវីដេអូបន្តទៀតណាអរគុណច្រើនជម្រាបលា